បាទមេរៀនបន្ទាប់គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងមេរៀនទី2និយាយអំពី Advanced Java Data Structure ចឹងនៅក្នុងនោះគឺយើងមាន learning outcome ចំនួន5ដែរបាទគឺទី1ស្វែងយល់អំពី structure ដែលមានលក្ខណៈខុសគ្នាបាទដូចជា array linked list បាទ stack quote tree ហើយនិង hash map បាទទី2គឺយើងអនុវត្តមួយពី stack ហើយនិង Azure ដើម្បីប្រើប្រាស់ជាមួយ Java collection ទី3គឺយើងសិក្សាពាក់ព័ន្ធជាមួយនឹងការសរសេរ algorithm បាទជាមួយពាក់ព័ន្ធជាមួយនឹង sorting ហើយនិង searching ក្នុងការប្រើប្រាស់ structure ផ្សេងៗទី4គឺយើងប្រើប្រាស់ hash map ឬក៏ tree map ដើម្បីរកផ្ទុកនៅទិន្នន័យឲ្យបានលឿនបាទទី5គឺយើងវិភាគពេលវេលា complexity បាទដូចជាការប្រើប្រាស់ operation នីមួយៗបាទនិស្សិតយល់ដឹងអំពីប្រសិទ្ធភាពនៃ memory ហើយនិង speed content របស់យើងមានចំនួន6បាទទី1គឺត្រៀមបញ្ចូលចំណេះដឹង data structure មូលដ្ឋានដូចជា array ហើយនិង linked list ទី2គឺយើងសង្ខេបរចនាសម្ព័ន្ធ array បាទមានដូចជា linked list stack sure tree ហើយនិង hash map ទី3គឺករណីប្រើប្រាស់ data structure មួយចំនួនដូចជា use case ទី4គឺការអនុវត្ត stack និង sure ដោយប្រើប្រាស់ Java collection framework ទី5ការសរសេរ searching sorting នៅលើ data structure បញ្ចូលកំណត់ algorithm ទី6គឺ hash map និង tree map បាទដំណើរការ key ដូចជា value ដើម្បីល្បឿននៃការរុករកទិន្នន័យបាទរបបរកទិន្នន័យបាទមេរៀនបន្ទាប់យើងសិក្សាពាក់ព័ន្ធជាមួយនឹងមេរៀនទី3គឺពាក់ព័ន្ធជាមួយនឹង exception handling និង error management ចឹងនៅក្នុងនោះគឺយើងមាន learning outcome ចំនួន5ដែរបាទទី1ពន្យល់អំពីភាពខុសគ្នារវាង error ហើយនិង exception ទី2គឺយើងប្រើប្រាស់នៅ dry catch finally ជាមួយនឹង code Java ទី3យើងបង្កើត custom exception class បាទទី4គឺយើងប្រើប្រាស់ through ហើយនឹង through មាន s ដើម្បីគ្រប់គ្រងនៅ exception នៅពេលដែលអ្នកនរគ្នាសរសេរ code បាទទី5គឺអនុវត្ត error handling best practice បាទដូចជា login បាទ debugging ហើយនឹង fallback ហើយនឹង logic បាទ content របស់យើងមាន6បាទទី1គឺនិយាយអំពីនិយមន័យ error ហើយនិង exception នៅក្នុង Java ទី2ប្រភេទ exception បាទ check ហើយនឹង uncheck exception ទី3គឺរចនាសម្ព័ន្ធ try catch finally និងការប្រើប្រាស់នៅក្នុងកម្មវិធីទី4បង្កើតនិងការប្រើប្រាស់ custom exception class ទី5គឺការប្រើប្រាស់ through ហើយនិង through ក្នុង method signature និងទី6គឺគោលការណ៍ល្អបាទពាក់ព័ន្ធជាមួយនឹង practice ក្នុងការគ្រប់គ្រង error ដូចជា login ហើយនិង message ខ្លីៗឲ្យបានច្បាស់លាស់